នៅតាមផ្លូវទៅពលាន Nagoya ដើម្បីទៅលេងប្រទេសខ្មែរឥឡូវយើងមកដល់ពលាននេះកំពុងតែធ្វើការដើររក gate ដើម្បី check in ពួកខ្ញុំកាត់មកដល់កន្លែង check in ហើយឥឡូវកំពុងតម្រង់ជួរចូលយន្តហោះហើយលើកទី1ដែលខ្ញុំបានឈរនៅមុខគេនេះតម្រង់ជួរមុខគេហ្មងនិយាយថាសប្បាយចិត្តមែនទែនមនុស្សច្រើនហើយបានខ្លួនឯងនៅមុខគេទេណាមិនសប្បាយចិត្តឥឡូវគឺយើងបានឡើងមកដល់យន្តហោះហើយគ្រាន់តែឡើងមកភ្លាមមេឃធ្លាក់ភ្លៀងមកឡើងខ្លាំងហើយមានខ្យល់ទៀតហើយយន្តហោះដែលខ្ញុំជិះហ្នឹងអត់បានហោះភ្លាមបានទេអញ្ចឹងត្រូវដល់ម៉ោងគេហោះប៉ុន្តែយើងមានបញ្ហាអាកាសធាតុអញ្ចឹងក៏ហោះអត់បានក៏ហោះកន្លងជុំវិញពលានហ្នឹងឡើងចង់1ម៉ោងដល់ពេលហោះឡើងផុតពីពលានហើយនៅលើអាកាសទៀតដោយសារតែមានភ្លៀងផងខ្យល់ផងអញ្ចឹងយន្តហោះអត់អាចហោះទៅមុខបានទេគឺនៅហោះកន្លងជុំវិញទៅមកឡើងយូរដល់ពេលយន្តហោះហោះចុះហោះឡើងនឹងមិននឹងណាក្លាប់ទៅក្លាប់មកនិយាយថាឡើងភើតពោះអស់ហើយអត់ដឹងថាជួបបញ្ហាអីទេប៉ុន្តែពួកខ្ញុំពីរនាក់នេះក្នុងកលៈទេសៈណាក៏សុបាយសោយរហូតខ្ញុំប្រាប់ថាពេលនៅលើយន្តហោះហ្នឹងនៅសោយចាញ់នៅសុបាយអស់ណាតែចាំមើលពេលចុះពីលើយន្តហោះវិញមិនដឹងព្រោះពេលហ្នឹងជើងយន្តហោះយើងនឹងបាន delay រយៈពេល1ម៉ោងកន្លះហើយអញ្ចឹងទៅជើងយន្តហោះដែលខ្ញុំត្រូវហោះតពីចិនទៅខ្មែរហ្នឹងហោះទៅចោលបាត់ហើយនៅពេលដែលគេ delay ជើងហោះហ្នឹងគេមានបានប្រកាសប្រាប់ពួកខ្ញុំមុននេះដោយសារតែគេគិតថាខ្មែរដែលត្រូវហោះទៅប្រទេសកម្ពុជាមានតែ2នាក់ដល់ពេលអញ្ចឹងទៅបានគេអត់ប្រកាសប្រាប់ក៏មិនដឹងនេះតាមអីដែលខ្ញុំគិតទេណាព្រោះពេលហ្នឹងពួកខ្ញុំអត់ដឹងសោះហ្មងពេលចុះដល់ដូរជើងហើយក៏ហុចសម្បត្តិឲ្យគេទៅគេគាត់តែប្រាប់ថាយើងមកយូរតែអញ្ចឹងឲ្យយើងទៅកន្លែងយកវ៉ាលីយកអីអញ្ចឹងណាហើយពេលហ្នឹងថាពួកខ្ញុំចង់អង្គុយយំនៅពលានពួកឯងសាភាសាគេអត់បានដល់ធ្វើមិនហើយអ្នកខ្លះនិយាយអង់គ្លេសហើយគេចង់និយាយមួយយើងទៀតឥឡូវពួកខ្ញុំបានធ្វើដំណើរច្រើនម៉ោងហើយក៏មកដល់សៀងហៃមកដល់ទីក្រុងសៀងហៃឃើញទីក្រុងគេធំមុននៅសុបាយអសោចអូស្អាតប្រទេសគេស្អាតអីចឹងណាដល់ពេលមានណាទៅពេលចុះមកដល់ព្រាមខាងបុគ្គលិកយន្តហោះគេប្រាប់ថាជើងយន្តហោះអូនមកយឺតហើយអញ្ចឹងត្រូវនៅរងចាំរហូតដល់ថ្ងៃស្អែកម៉ោង6កន្លះទើបបានហោះទៅប្រទេសខ្មែរពេលហ្នឹងគេប្រាប់ឲ្យមកយកវ៉ាលីយកអីអញ្ចឹងណាអញ្ចឹងពួកខ្ញុំងាយងាយបដ ாய் អត់ដឹងថាត្រូវធ្វើម៉េចទេនិយាយស្ដាប់គ្នាអត់បានទៀតសំខាន់អ្នកខ្លះហ្នឹងនិយាយអង់គ្លេសហើយអត់និយាយមួយយើងទៀតចេះតែឲ្យយើងទៅដល់ពេលមកយើងអត់ដឹងត្រូវទៅណាពេលសួរគេទៅគេអត់ចង់និយាយហ៎ពេលឲ្យចេះមកតាមគេច្អល់ទៅដល់ពេលមកទៅក៏ជួបបុគ្គលិកខ្លះក៏ស្រួលទៅក៏គាត់ប្រាប់យើងណែនាំយើងតាមហ្នឹងទៅដល់ពេលហ្នឹងកំពុងតែអង្គុយរងចាំបុគ្គលិកនៅពលានហ្នឹងគាត់នាំយើងទៅកន្លែងស្ថានគារឥឡូវយើងបានមកដល់ស្ថានគារហើយពួកខ្ញុំអត់រំពឹងថានឹងមានស្ថានគារកន្លែងស្នាក់នៅស្អាតៗចឹងឯងគិតថាផែជាត្រូវដេកនៅពលានឯងតែមានណាដល់ពេលគេនាំយើងមកកន្លែងស្អាតចឹងមានអីសុបាយអយ enjoy ឡើងតិចទៅពួកពេលនៅក្នុងពលានហ្នឹងអើយអស់សង្ឃឹមហ្មងអត់ដឹងថាត្រូវទៅណាទៅណីហើយលុយក៏អត់មានតែលុយដុល្លារហើយយើងអត់ដឹងចាយមកដល់ពេលមកដល់នេះកាត់មកដល់កន្លែងនេះគឺពួកខ្ញុំកំពុងជួច្បល់រឿងអ្នកផ្ទះម្ដងដោយសារតែពុកម្ដាយបងប្អូនយើងប្រាប់គាត់ឲ្យមកទទួលនៅពលាននោះម៉ោង11យប់ពួកពេលហ្នឹងខ្ញុំចុះម៉ោង11យប់ឲ្យគាត់មកទទួលហើយដល់ពេលមានអីយើងខកជើងអញ្ចឹងយើងតាក់ទងទៅគាត់អត់បានទៀតនិយាយថាឆ្លេឆ្លារហត់ទៅហត់មកពេលហ្នឹងប្រាប់គេឲ្យគេធ្វើមកជួយយើងបានតាក់ទងទៅអ្នកផ្ទះតែមានព្រោះយើងប្រើ Wi-Fi ប្រទេសគេកៅដល់ពេលអញ្ចឹងអត់ដឹងធ្វើម៉េចឲ្យគេក៏ជួយយើងអត់បានទៀតចុះឡើងបានទូរស័ព្ទបងស្អីហ្នឹងគាត់ប្រើទូរស័ព្ទរបស់ចិនដល់ពេលទៅបានចាប់លួចចាប់ Wi-Fi គេបានម្ដងអញ្ចឹងបានឆ្លៀតប្រាប់ទៅអ្នកផ្ទះបានបន្តិចទៅក៏រៀងធូរចិត្តតិចទៅហើយនេះកាត់មកដល់ផឹកឡើងគេមានយកបបរយកនំប៉័ងអីមកឲ្យយើងញ៉ាំអាហារពេលផឹកគេហ្នឹងគឺមាននំប៉័ងមានបបរមានពោតមានប្រមាណអីហើយញ៉ាំអត់ចូលទេនិយាយថាបារម្ភអ្នកផ្ទះផងហើយបារម្ភពីខ្លួនឯងផងពួកភ័យយើងអត់ដែរជិះយន្តហោះម្នាក់ឯងធ្វើដំណើរអញ្ចឹងដល់ពេលមកជួបបញ្ហាអញ្ចឹងទេណាមិនភ័យដល់ពេលមកដល់ពេលថ្ងៃគេយកបាយពេលថ្ងៃខ្ញុំឲ្យបាយគេឡើងច្រើនហើយមកគេឆ្ងាញ់តែញ៉ាំអត់កើតទេពួកពេលនឹងពុំភ័យអានេះភ័យចុះភ័យឡើងនៅមានសុកណាយើងត្រូវហោះពេលល្ងាចមក6កន្លះហើយប៉ុន្តែមានណាទៅ check in តាំងម៉ោង11ថ្ងៃត្រង់ម៉ោង11ម៉ោង12ពេលហ្នឹងប្រហែលជាម៉ោង12មិនដឹងទេពេលថ្ងៃទៅដេកចាំនៅពលានមកព្រោះកុំឲ្យខកជើងម្ដងទៀតហើយនេះគឺយើងកំពុងតែនៅតាមផ្លូវពីកន្លែងស្ថានគេយកមកយើងជិះមកពេលយប់